ក្រុមហ៊ុន Snaitech បានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ហើយបានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញក្នុងប្រជាជាតិកម្ពុជាក្រុមហ៊ុន Snaitech មានបុគ្គលិកសរុបជាង 1000 នាក់រួមទាំងវិស្វករជាតិនិងអន្តរជាតិជាង 200 នាក់យើងមានក្រុមប្រឹក្សាយោបល់ក្រុមរចនាគម្រោងក្រុមលទ្ធកម្មក្រុមសាងសង់ក្រុមប្រតិបត្តិការនិងថែទាំដែលនាំឲ្យគម្រោងដំណើរការជោគជ័យតាមផែនការក្រុមហ៊ុន Snaitech បានអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញជាច្រើនគម្រោងនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រជាជាតិកម្ពុជាដែលមានអានុភាពសរុបលើស600មេហ្គាវ៉ាត់បច្ចុប្បន្នក្រុមហ៊ុន Snaitech ក៏បានកំពុងពង្រីកក្នុងវិស័យអាជីវកម្មសំខាន់ៗផ្សេងទៀតដូចជាប្រព័ន្ធអាគុយស្តុកថាមពលប្រព័ន្ធសូឡាខ្នាតតូចតាមផ្ទះនិងប្រព័ន្ធសូឡាលើដំបូលខ្សែបញ្ជូនអគ្គិសនីតង់ខ្យងខ្ពស់និងស្ថានីយ៍ផលិតថាមពលដើរដោយកម្លាំងខ្យល់